ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាជួបជាមួយខ្ញុំបាទសារជាថ្មីនៅវីដេអូម្ដងនេះគឺប្លែកតាក់ទងជាមួយនឹងការប្រមូលផលស្ពៃក្តោបដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រាប់ហើយនេះជាការប្រមូលផលស្ពៃក្តោបបាទគឺយើងប្រើកម្លាំងមនុស្សដើម្បីប្រមូលផលដោយមានមនុស្សចាំកាត់ស្ពៃក្តោបនឹងហើយគឺមានមនុស្សផ្សេងទៀតគេដើរប្រមូលផលពីខាងក្រោយបាទគឺមានអ្នកកាត់គឺមានអ្នកប្រមូលផលអញ្ចឹងគឺការប្រមូលផលពីដើមគឺធ្វើបែបនេះបាទតាក់ទងជាមួយពលករដែលធ្វើការប្រមូលផលស្ពៃក្តោបនេះគឺជាពលករកម្ពុជាយើងបាទពលករជំនាញបាទកម្ពុជាយើងប្រាក់ខែពួកគាត់ថ្លៃគួរសមបាទហើយមិនមែនតែមានកម្ពុជាយើងទេមានពួកឥណ្ឌូនេស៊ីក៏ដូចជាពួកមីយ៉ាន់ម៉ាអីដែរបាទនេះជាសកម្មភាពនៃការប្រមូលផលបន្ទាប់ពីគេកាត់រួចហើយគឺមានអ្នកដើរប្រមូលផ្សេងបាទហើយទីតាំងកសិដ្ឋាននេះគឺនៅក្នុងខេត្តអាអូម៉ូរីបាទខេត្តមួយនៅឆ្ងាយពីប្រទេសជប៉ុនបាទនៅជិតតំបន់គេហៅថាខេត្តហុកកៃដូបងប្អូនបាទនៅខេត្តនោះគឺសម្បូរកសិកម្មខ្លាំងមែនទែនបាទធំមែនទែនគឺតំបន់បែកខាងនោះគឺកសិកម្មខេត្តនោះគឺពោពេញទៅដោយកសិកម្មបាទមានចម្រុះមិនថាស្ពៃក្តោបមិនថាដំណាំទឹមបារាំងឬក៏ស្ពៃបូកូឬក៏ដើមខ្ទឹមដើមអីចឹងណាហើយនឹងដំឡូងបាទគឺមានច្រើនប្រភេទនៅខាងតំបន់ខាងនោះហើយក៏មានពលករជំនាញខ្មែរយើងគឺធ្វើការនៅទីនោះច្រើនដែរហើយជនជាតិដែលច្រើនជាងគេនៅខាងតំបន់នោះដូចជានៅខាងហុកកៃដូនោះគឺមានពួកជនជាតិឥណ្ឌូនេស៊ីបាទច្រើនខ្មែរយើងមិនសូវមានច្រើនទេគឺតាមដោយតំបន់ខ្លះបាទហើយពួកគាត់ទៅធ្វើការនៅនេះគឺពួកគាត់ជាពលករជំនាញមិនមែនជាសិក្ខាកាមទេអញ្ចឹងប្រាក់ខែពួកគាត់ថ្លៃគួរសមបាទសម្រាប់វីដេអូនេះដែរខ្ញុំសូមបង្ហាញអំពីសកម្មភាពខ្លះៗណាទាក់ទងជាមួយនឹងការប្រមូលផលដោយបងប្អូនឃើញអញ្ចឹងគឺមានរថយន្តសម្រាប់ដឹកបាទសម្រាប់វិចខ្ចប់បាទមានអ្នកកាត់អ្នកជញ្ជូនអ្នកខ្ចប់អញ្ចឹងណាបងប្អូនហើយកសានេះធំមែនទែនបងប្អូនមើលទៅឃើញដាច់កន្ទុយភ្នែកបាទតើតងជាមួយនឹងស្ពៃក្តោបដែរគឺខែនេះគឺវាសម្បូរអញ្ចឹងទៅនៅក្នុងទីផ្សារជប៉ុនគឺលក់ធូរថ្លៃមែនទែនខែក្តៅស្ពៃក្តោបមួយគឺយើងនៅទីផ្សារគឺលក់ប្រហែលខ្ទង់ជា$1អីបើគិតជាលុយដុល្លារបាទនេះជាសកម្មភាពការប្រមូលផលវិចខ្ចប់ដាក់ឡាំងដាក់អីហើយគឺគេប្រមូលផលដាក់នៅក្នុងគ្រឿងចក្រហ្នឹងហើយគេដឹកជញ្ជូនយកទៅកន្លែងតែគេត្រូវវាយតម្លៃបាទវាយតម្លៃបិទសៀលឈ្មោះក្រុមហ៊ុនឈ្មោះអីចឹងណាមិនមែនជាឯកជនទេនេះជាក្រុមហ៊ុនលក្ខណៈក្រុមហ៊ុនបាទហើយការងារនេះគឺត្រូវការងារកម្លាំងបរិសុទ្ធបាទដោយបងប្អូនបានឃើញអញ្ចឹងក្នុងម្លាំងមិនមែនស្រាលទេអាចខ្ទង់ប្រហែលជា7-8គីឡូបើគិតទៅបាទបើសិនមនុស្សស្រីគឺរៀងពិបាកតិចការងារមនុស្សប្រុសបាទភាគច្រើនគឺត្រូវការប្រើប្រាស់កម្លាំងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះទេបើសិនបងប្អូនចង់បានវីដេអូថ្មីក៏ដូចជាព័ត៌មានល្អៗទាក់ទងជាមួយនឹងកសិកម្មប្រទេសជប៉ុនបងប្អូនសូមជួយ like និងជួយ follow channel YouTube របស់ខ្ញុំម្នាក់មួយមកដើម្បីឲ្យខ្ញុំមានកម្លាំងធ្វើវីដេអូជូនបងប្អូនមើលបន្តទៀតបាទសូមអរគុណសូមជម្រាបលា